ជាកិច្ចចាប់ផ្ដើមខ្ញុំបាទសូមគោរពជម្រាបសួរទៅកាន់លោកគ្រូនិងអ្នករកគ្នាដែលបានមកទស្សនានៅវីដេអូមួយនេះថ្ងៃនេះខ្ញុំមានកិច្ចការមួយដែលត្រូវលើកយកមកបកស្រាយដែលបានដឹកនាំដោយលោកគ្រូឡាវសុធាដាក្រោមប្រធានបទតើអ្វីជាវិស័យសុខាភិបាលពួកខ្ញុំមកពីក្រុមទី6ដែលមានសមាជិកចំនួន2នាក់គឺឈ្មោះគួយរតនយុទ្ធដែលជាខ្លួនខ្ញុំផ្ទាល់និងសមាជិកមិត្តរួមក្រុមម្នាក់ទៀតរបស់ខ្ញុំគឺមានឈ្មោះថាថុលចម្រើនមុននឹងចូលទៅដល់និយមន័យរបស់វិស័យសុខាភិបាលព្រមទាំងចំណុចសំខាន់ៗនៃវិស័យសុខាភិបាលខ្ញុំបាទសូមណែនាំមាតិកាគោលចំនួន3ដែលទី1នោះគឺមូលដ្ឋានគ្រឹះនិងរចនាសម្ព័ន្ធទី2គឺធនធាននិងបច្ចេកវិទ្យាទី3គឺបញ្ហាប្រឈមនិងដំណោះស្រាយអញ្ចឹងយើងចូលទៅដល់ផ្នែកមូលដ្ឋានគ្រឹះនិងរចនាសម្ព័ន្ធដែលវាតកតងទៅនឹងនិយមន័យនិងវិសាលភាពនិយមន័យរបស់វិស័យសុខាភិបាលគឺជាប្រព័ន្ធសេវាកម្មមួយដែលផ្ដោតទៅលើការថែទាំសុខភាពរបស់មនុស្សវាមិនមែនតែជាការព្យាបាលជំងឺប៉ុណ្ណោះទេរួមបញ្ចូលទាំងការការពារនិងការស្ដារកាយសម្បទាផងដែរអញ្ចឹងយើងអាចកលេចទៅមើលផ្នែកទី1គឺជាការបង្ការវាមានសារៈសំខាន់ណាស់ព្រោះវាជួយទប់ស្កាត់មិនឲ្យកើតជំងឺតាំងពីដំបូងដែលយើងបានដឹងស្រាប់ហើយថាប្រជាជនយើងមួយចំនួនគាត់បានមើលស្រាលជំងឺរបស់ខ្លួនដែលមិនបានយកចិត្តទុកដាក់នឹងជំងឺរបស់ខ្លួនដែលអាចបណ្ដាលទៅជាជំងឺកាន់តែធំទៅឬអាចឈានទៅដល់ការបាត់បង់អាយុជីវិតផងដែរដូច្នេះហើយយើងត្រូវទាមទារឲ្យមានការបង្ការជាមុនសិនឧទាហរណ៍ដូចជាការចាក់វ៉ាក់សាំងការអប់រំនិងអនាម័យផ្សេងអញ្ចឹងយើងកលេចទៅមើលផ្នែកទី2គឺជាការព្យាបាលនៅពេលដែលមនុស្សយើងឈឺឬមានបញ្ហាសុខភាពពួកគេត្រូវការវិជ្ជបណ្ឌិតការថែទាំការមើលថែនិងមន្ទីរពេទ្យក្នុងការព្យាបាលជំងឺរបស់ពួកគេផ្នែកទី3គឺជាការស្ដារកាយសម្បទាផ្នែកនេះគឺធ្វើឲ្យអ្នកជំងឺរបស់យើងជាសះស្បើយពីជំងឺអាការៈដែលមិនល្អហើយអាចធ្វើឲ្យពួកគេត្រឡប់ទៅផ្ទះវិញក្នុងការប្រកបមុខរបរធ្វើចំនួនរកស៊ីចិញ្ចឹមជីវិតនិងគ្រួសាររបស់ពួកគេបានជាធម្មតាសារៈសំខាន់ចំពោះសង្គមវិស័យសុខាភិបាលមិនត្រឹមតែសំខាន់ចំពោះមនុស្សម្នាក់ឬបុគ្គលម្នាក់ប៉ុណ្ណោះទេប៉ុន្តែសំខាន់ចំពោះសង្គមទាំងមូលផងដែរកាលណាដែលប្រជាជនរបស់យើងមានសុខភាពល្អពួកគេក៏អាចធ្វើការបានល្អមានកម្លាំងមាំមួននិងមានផលិតភាពខ្ពស់ដែលជួយឲ្យក្រុមហ៊ុននិងប្រទេសជាតិរីកចម្រើនបានយ៉ាងខ្លាំងក្លាផ្ទុយទៅវិញប្រសិនបើប្រជាជនរបស់យើងមានជំងឺរាតត្បាតឈឺច្រើនវានឹងអាចប៉ះពាល់ទៅដល់ការងាររបស់ពួកគេដោយសារតែពួកគេធ្វើការងារមិនបានល្អនិងសេដ្ឋកិច្ចចុះខ្សោយផងដែរលើសពីនេះការថែទាំសុខភាពល្អក៏អាចជួយកាត់បន្ថយចំណាយលើការព្យាបាលយូរអង្វែងការឈឺរ៉ាំរ៉ៃដូច្នេះយើងអាចនិយាយបានថាសុខភាពល្អគឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចប្រព័ន្ធសុខាភិបាលសាធារណៈនៅកម្ពុជាត្រូវបានរៀបចំជាប្រព័ន្ធលំដាប់ជា3កម្រិតថ្នាក់គឺកម្រិតទី1គឺមណ្ឌលសុខភាពដែលនៅជិតសហគមន៍ប្រជាជនអាចទៅពិនិត្យសុខភាពនៅទីនោះឬចាក់វ៉ាក់សាំងបានយ៉ាងងាយកម្រិតទី2គឺមន្ទីរពេទ្យបង្អែកដែលទទួលអ្នកជំងឺពីមណ្ឌលសុខភាពនិងព្យាបាលជំងឺដែលត្រូវការថែទាំច្រើនជាងមុនកម្រិតទី3គឺមន្ទីរពេទ្យជាតិដែលនៅទីនេះមានវិជ្ជាបណ្ឌិតជំនាញនិងឧបករណ៍ទំនើបសម្រាប់ព្យាបាលជំងឺធ្ងន់ឬស្មុគស្មាញការរៀបចំបែបនេះធ្វើឲ្យប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់និងអាចបម្រើប្រជាជនបានយ៉ាងទូលំទូលាយក្នុងចំណុចនេះយើងនឹងនិយាយអំពីវិស័យសុខាភិបាលបែបឯកជនវិញម្ដងក្រៅពីសេវាកម្មសាធារណៈវិស័យសុខាភិបាលបែបឯកជនក៏មានតួនាទីយ៉ាងសំខាន់ផងដែរដូចជា clinic ឯកជននិងមន្ទីរពេទ្យអន្តរជាតិពួកគេបានផ្ដល់សេវាកម្មយ៉ាងលឿននិងមានភាពងាយស្រួលព្រោះជាធម្មតាពួកគេមានបច្ចេកវិទ្យាទំនើបនិងមានសេវាកម្មមានគុណភាពខ្ពស់វិស័យឯកជននេះជួយកាត់បន្ថយភារកិច្ចរបស់មន្ទីរពេទ្យរដ្ឋនិងផ្ដល់ជម្រើសបន្ថែមឲ្យប្រជាជនដូច្នេះការសហការរវាងវិស័យសាធារណរដ្ឋនិងឯកជនវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រព័ន្ធសុខាភិបាលទាំងមូលអញ្ចឹងខ្ញុំនឹងចូលទៅដល់មាតិកាទី2គឺតាក់ទងទៅនឹងធនធាននិងបច្ចេកវិទ្យាធនធានគឺសំដៅទៅលើតួនាទីនិងសារៈសំខាន់នៃក្រមសីលធម៌យើងដឹងស្រាប់ហើយថាក្នុងវិស័យសុខាភិបាលមិនថាទាំងគ្រូពេទ្យគិលានុបដ្ឋាយិកានិងអ្នកជំនាញដែលមានបច្ចេកទេសគឺជាឆ្អឹងខ្នងដ៏សំខាន់បំផុតពីព្រោះពួកគាត់មិនត្រឹមតែត្រូវការជំនាញច្បាស់លាស់ប៉ុណ្ណោះទេប៉ុន្តែពួកគាត់ត្រូវមានក្រមសីលធម៌មួយដែលជាតម្លៃនៃស្នូលមិនអាចខ្វះបានផងដែរក្រមសីលធម៌នេះគឺជាស្ពានចម្លងទំនុកចិត្តរវាងអ្នកព្យាបាលពោលគឺលោកគ្រូអ្នកគ្រូពេទ្យនិងអ្នកជំងឺដែលធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាកក់ក្ដៅព្រមទាំងមានសង្ឃឹមក្នុងការរស់នៅបន្តទៀតបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលគឺយើងនិយាយសំដៅទៅលើគ្រឿងបរិក្ខារទំនើបនិងឱសថ
ដើម្បីឲ្យការវិនិច្ឆ័យជំងឺបានត្រឹមត្រូវ 100% យើងត្រូវការម៉ាស៊ីនទំនើបៗដូចជា MRI និង CT scan ដែលអាចឆ្លុះមើលសរីរាង្គខាងក្នុងបានយ៉ាងល្អិតល្អន់ទន្ទឹមនឹងឧបករណ៍ទំនើបៗការគ្រប់គ្រងគុណភាពថ្នាំសង្កូវក៏មានអាទិភាពខ្ពស់បំផុតផងដែរយើងត្រូវធានាថាថ្នាំដែលផ្ដល់ឲ្យអ្នកជំងឺជាថ្នាំដែលមានគុណភាពខ្ពស់អាចរក្សាទុកបានត្រឹមត្រូវតាមបច្ចេកទេសនិងមានប្រសិទ្ធភាពអាចព្យាបាលអ្នកជំងឺបានយ៉ាងពិតប្រាកដមែនបច្ចេកវិទ្យា Digital នៅក្នុងវិស័យសុខាភិបាលបច្ចុប្បន្នយ៉ាងនេះគឺវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយបច្ចុប្បន្ននេះយើងកំពុងតែឈានទៅចូលទៅដល់សម័យកាល Digital Health ដែលការថែទាំសុខភាពទាំងអស់កាន់តែមានភាពវៃឆ្លាតដែលយើងក៏លេចទៅមើលចំណុចទី1ការប្រើប្រាស់ App សុខភាពនិងឧបករណ៍វៃឆ្លាតបច្ចេកវិទ្យានេះជួយឲ្យប្រជាជនយើងអាចតាមដានសុខភាពរបស់ខ្លួនជាប្រចាំថ្ងៃដោយជាការវាក់ចង្កេះបេះដូងការដើរការហាត់ប្រាណការដុតកាឡូរីផ្សេងៗនិងការរំលឹកឲ្យលេបថ្នាំទៀងទាត់តាមរយៈទូរស័ព្ទដៃផងដែរចំណុចទី2ការពិគ្រោះជំងឺតាមអនឡាញវាគឺជាស្ពានចម្លងដ៏សំខាន់ដែលអនុញ្ញាតឲ្យអ្នកជំងឺនៅតំបន់ដាច់ស្រយាលអាចជួបពិភាក្សាជាមួយក្រុមគ្រូពេទ្យតាមរយៈវីដេអូបានភ្លាមៗដោយមិនចាំបាច់ចំណាយពេលនិងថវិកាធ្វើដំណើរឆ្ងាយមកមន្ទីរពេទ្យដែលយើងដឹងស្រាប់ហើយថាបច្ចុប្បន្ននេះសេដ្ឋកិច្ចយើងក្នុងការធ្វើដំណើរដូចជាប្រេងសាំប្រេងម៉ាស៊ូតមានតម្លៃកាន់តែកើនឡើងដូច្នេះការពិភាក្សាតាមអនឡាញក៏វាជាកត្តាមួយសំខាន់យ៉ាងល្អផងដែរអញ្ចឹងចូលទៅដល់ចំណុចទី3ការគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រការរក្សាទុកប្រវត្តិជំងឺអ្នកជំងឺតាម Digital ជួយឲ្យគ្រូពេទ្យអាចស្វែងរកព័ត៌មានអ្នកជំងឺបានយ៉ាងរហ័សមានសុវត្ថិភាពមិនច្រឡំនិងមានភាពច្បាស់លាស់បំផុតដែលធ្វើឲ្យការព្យាបាលបន្តបន្ទាប់កាន់តែមានប្រសិទ្ធភាពល្អអញ្ចឹងចំណុចចុងក្រោយយើងនឹងនិយាយអំពីបញ្ហាប្រឈមនិងដំណោះស្រាយដែលទាក់ទងទៅនឹងជំងឺឆ្លងនិងមិនឆ្លងបញ្ហាប្រឈមជំងឺឆ្លងដោយយើងលើកយកនៅតំបន់ដាច់ស្រយាលខ្លះការប្រើប្រាស់ទឹកមិនស្អាតទឹកមិនល្អនិងការបន្តបង់ពាសវាលពាសកាលនាំឲ្យមានជំងឺរាគរូសនិងអាសន្នរោគការប្រើប្រាស់ថ្នាំផ្សះដោយគ្មានបច្ចេកវិទ្យាត្រឹមត្រូវធ្វើឲ្យមេរោគកាន់តែខ្លាំងឡើងនិងពិបាកព្យាបាលការបរិភោគមិនស្អាតក៏ជាកត្តាមួយផងដែរចំណែកប្រជាពលរដ្ឋខ្លះទៀតនៅតែមានជំងឺខុសឆ្គងទៅលើការព្យាបាលតាមបែបខ្មែរបុរាណដោយមិនបានយល់ដឹងអំពីរបៀបដែលមេរោគអាចនឹងងាយឆ្លងអញ្ចឹងដំណោះស្រាយគឺជាការលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់មុននឹងពេលដែលបរិភោគអាហារគឺជាការការពារដ៏ល្អបំផុតការចាក់វ៉ាក់សាំងការពារជំងឺសើដៃជើងរបេងនិងកញ្ជ្រឹលនិងស្ដាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យបញ្ហាប្រឈមជំងឺមិនឆ្លងការបរិភោគអាហារដែលមានជាតិប្រៃខ្លាំងផ្អែមខ្លាំងនិងអាហារដែលមានជាតិដិតខ្លាំងនិងអាហារដែលមានជាតិខ្លាញ់ខ្ពស់ឬការកែច្នៃការជក់បារីការសេពគ្រឿងសង្វឹងគឺធ្វើឲ្យការជំងឺមហារីកនិងជំងឺបេះដូងឡាក់អញ្ចឹងដំណោះស្រាយកាត់បន្ថយការថែមទឹកត្រីស្ករក្នុងអាហារគួរតែញ៉ាំបន្លែឲ្យបានយ៉ាងតិច400ទៅ500ក្រាមចំណែកក្នុងមួយថ្ងៃត្រូវហាត់ប្រាណឲ្យបានច្រើនកាត់បន្ថយបារីនិងគ្រឿងស្រវឹងសុខភាពមាតានិងទារកក៏ជាកត្តាសំខាន់ដែរការថែទាំសុខភាពមាតាទៅជួបគ្រូពេទ្យភ្លាមនៅពេលដែលដឹងថាមានផ្ទៃពោះដើម្បីពិនិត្យសុខភាពបឋមចាក់វ៉ាក់សាំងការពារជំងឺតេតាណូសទៅពិនិត្យផ្ទៃពោះឲ្យបានយ៉ាងតិច4ដងបរិភោគអាហារដែលវាមានជីវជាតិចម្រុះរួមមានត្រីសាច់បន្លែសុទ្ធនិងមានផ្លែឈើស្រស់លេបថ្នាំបំប៉នផឹកទឹកឲ្យបានច្រើនគេងឲ្យបានយ៉ាងតិច9ម៉ោងក្នុងមួយយប់និងសម្រាកនៅពេលថ្ងៃត្រង់ខ្លះងូតទឹកឲ្យបានស្អាតនិងថែរក្សាសុខភាពមាត់ធ្មេញកុំសេពគ្រឿងស្រវឹងបារីឬប្រើប្រាស់ថ្នាំពេទ្យផ្សេងគ្មានបច្ចេកវិទ្យាការថែទាំទារកក្នុងផ្ទៃទៅជួបគ្រូពេទ្យតាមការកំណត់ដើម្បីពិនិត្យអេកូតាមដានចង្វាក់បេះដូងនិងការលូតលាស់អ្នកម្ដាយត្រូវទទួលទានអាហារសម្បូរជីវជាតិដែកដើម្បីជួយដល់ការបង្កើតគ្រាប់ឈាមការពារទារកពីភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទផឹកទឹកដោះគោហូបបន្លែបៃតងឲ្យបានច្រើនដែលសម្បូរទៅដោយភាពកាល់ស្យូមជួយដល់ការលូតលាស់ឆ្អឹងនិងធ្មេញរបស់ទារករក្សាអារម្មណ៍សប្បាយរីករាយកុំធ្វើឲ្យខ្លួនឯង stress ខ្លាំងព្រោះអាចប៉ះពាល់ទៅដល់ការលូតលាស់របស់ទារកនិងការនិយាយលេងឬស្ដាប់តន្ត្រីស្រទន់ជួយដល់ការវិវត្តខួរក្បាលរបស់កូនក្នុងផ្ទៃការដើរឬយប់សម្រាប់ស្ត្រីមានផ្ទៃពោះជួយឲ្យឈាមរត់ស្រួលនិងងាយស្រួលក្នុងការសម្រាលផងដែរហិរញ្ញប្បទានសុខាភិបាលឬយើងស្គាល់ថាប័ណ្ណបសសដែលវាជាដំណោះស្រាយយ៉ាងសំខាន់បំផុតក្នុងវិស័យហិរញ្ញវត្ថុការដូច
ធ្វើឲ្យមានការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ នៅពេលដែលយើងមានកាតបសស អ្នកនឹងទទួលបានសេវាជាច្រើនដូចជា សេវាពិនិត្យ និងព្យាបាលការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ការធ្វើតេស្តមន្ទីរពិសោធន៍ និងការថតរូបវេជ្ជសាស្ត្រ X-ray ឬ Scan ការសម្រាកព្យាបាល ការផ្ដល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ និងអាហារក្នុងមន្ទីរពេទ្យដោយមិនបង់ថ្លៃ ការប្រើប្រាស់ឡានពេទ្យដឹកជញ្ជូនអ្នកជំងឺក្នុងករណីអាសន្ន ទទួលបានសេវាពិនិត្យផ្ទៃពោះ និងការសម្រាលកូន រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល អ្នកត្រូវទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនណាដែលមានដៃគូរបស់បសស ជាចុងក្រោយខ្ញុំបាទសូមអរគុណលោកគ្រូនិងអ្នករាល់គ្នាដែលបានចំណាយពេលដ៏មានតម្លៃមកស្ដាប់ការបកស្រាយរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់